សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីអភិវឌ្ឍខ្លួនជាមួយនឹងប្រធានបទបង្កើតរបៀបរស់នៅដ៏មានប្រសិទ្ធភាពរបៀបរស់នៅដ៏មានប្រសិទ្ធភាពគឺជាគន្លឹះដ៏សំខាន់ដែលជួយឲ្យយើងគ្រប់គ្រងពេលវេលាសម្រាប់គោលដៅនិងរក្សាសមតុល្យជីវិតបានល្អថ្ងៃនេះយើងនឹងស្វែងយល់អំពីអត្ថប្រយោជន៍វិធីសាស្ត្រឧបសគ្គនិងឧទាហរណ៍ជាក់ស្ដែងដើម្បីជួយអ្នកបង្កើតរបៀបរស់នៅដែលផុតតលផលវិបាកខ្ពស់អត្ថប្រយោជន៍នៃរបៀបរស់នៅដ៏មានប្រសិទ្ធភាពរបៀបរស់នៅដ៏មានប្រសិទ្ធភាពផុសតលោកឲ្យយើងនៅការគ្រប់គ្រងពេលវេលាល្អនិងបង្កើនប្រសិទ្ធភាពការងារវាជួយឲ្យយើងសម្រេចគោលដៅប្រចាំថ្ងៃនិងមានពេលវេលាសម្រាប់គ្រប់គ្រាន់ដើម្បីស្ដាររកថាមពលឧទាហរណ៍លោកសុកសេងហាក់ជាសហគ្រិនវ័យក្មេងបានបង្កើតរបៀបរស់នៅដោយចែកពេលវេលាសម្រាប់អាជីវកម្មគ្រួសារនិងហាត់ប្រាណដែលជួយឲ្យគាត់បង្កើតក្រុមហ៊ុនដ៏ជោគជ័យក្នុងរយៈពេល2ឆ្នាំការសិក្សាពរ McKinsey & Company បានបង្ហាញថាមនុស្សដែលមានរបៀបរស់នៅមានប្រសិទ្ធភាពអាចបង្កើនផលិតផលការងាររហូតដល់ 30%លើសពីនេះវាក៏ជួយឲ្យយើងមានសុខភាពផ្លូវចិត្តល្អនិងកាត់បន្ថយភាពតានតឹងពីជីវិតប្រចាំថ្ងៃគោលការណ៍គ្រឹះនៃរបៀបរស់នៅដ៏មានប្រសិទ្ធភាពដើម្បីបង្កើតរបៀបរស់នៅដ៏មានប្រសិទ្ធភាពយើងត្រូវផ្អែកលើគោលការណ៍សំខាន់ៗ 1. ការកំណត់អាទិភាពផុតតលើការងារឬសកម្មភាពដែលមានសារៈសំខាន់បំផុត 2. ការរៀបចំផែនការរៀបចំការងារប្រចាំថ្ងៃនិងសប្តាហ៍ជាមុនដើម្បីឲ្យមានសោណតាប់ធ្នាប់ 3. ការគ្រប់គ្រងពេលវេលាចែកពេលវេលាឲ្យសអិចឌីស៊ីជាមួយរាល់សកម្មភាព 4. ការសមតុល្យរក្សាសមតុល្យរវាងការងារការសម្រាកនិងការទំនាក់ទំនងសង្គមវិធីសាស្ត្រក្នុងការបង្កើតរបៀបរស់នៅដ៏មានប្រសិទ្ធភាព 1. ប្រើបច្ចេកទេស Time blocking ចែកពេលវេលាជាប្លុកសម្រាប់ការងារជាក់លាក់ឧទាហរណ៍កញ្ញាស្រីនាងបានចែកពេលវេលាសម្រាប់ការសិក្សានិងការលេងជាមួយគ្រួសារដែលជួយនាងឲ្យមានជោគជ័យថ្នាក់ល្អ 2. រៀបចំការងារប្រចាំថ្ងៃប្រើកម្មវិធីដូចជា Google Calendar ឬសៀវភៅកត់ត្រា 3. ផុសតលពេលវេលាសម្រាប់5ទៅ10នាទីរៀងរាល់ម៉ោងការងារដើម្បីស្ដាររកកម្លាំង 4. កាត់បន្ថយការរំខានបិទការជូនដំណឹងពីទូរស័ព្ទឬប្រើកម្មវិធីដូចជា Forest App 5. ផុសតលើគោលដៅធំកំណត់គោលដៅប្រចាំសប្តាហ៍និងធ្វើការតាមជំហានតូចៗឧបសគ្គក្នុងការបង្កើតរបៀបរស់នៅឧបសគ្គធំបំផុតរួមមានការរំខានពីបរិស្ថានការខ្វះវិន័យនិងភាពតានតឹងឧទាហរណ៍លោករតនាបានជួបបញ្ហាការរំខានពីសំឡេងទូរស័ព្ទដែលធ្វើឲ្យគាត់មិនអាចផុសតលើការងារបានគាត់បានដោះស្រាយដោយប្រើការសរតាប់តន្ត្រីនិងកំណត់ពេលវេលាសម្រាប់ឲ្យបានត្រឹមត្រូវការខ្វះការលើកទឹកចិត្តនិងការគ្រោងផែនការមិនល្អក៏ជាបញ្ហាដែលត្រូវការដោះស្រាយករណីជោគជ័យពិតលោកប៊ុនសុកហេងបានបង្កើតរបៀបរស់នៅដោយចែកពេល2ម៉ោងសម្រាប់រៀបចំមេរៀននិង1ម៉ោងសម្រាប់គ្រួសារដែលជួយឲ្យគាត់មានជីវិតសមតុល្យនិងទទួលបានការកោតសរសើរពីសាលាលោក Elon Musk បានប្រើរបៀបរស់នៅដ៏មានប្រសិទ្ធភាពដើម្បីគ្រប់គ្រងក្រុមហ៊ុន Tesla និង SpaceX ដោយចែកពេលវេលាសម្រាប់ការងារនិងការសម្រាកដែលជួយឲ្យគាត់ជោគជ័យក្នុងអាជីវកម្មធំៗឧបករណ៍និងបច្ចេកទេសជួយកម្មវត្ថុ Google Calendar Trello Notion ជួយរៀបចំការងារការវាយតម្លៃសរសេរកំណត់ហេតុប្រចាំថ្ងៃដើម្បីពិនិត្យឡើងវិញការរហាត់សមមាធិ Yoga ឬសមមាធិជួយកាត់បន្ថយភាពតានតឹងការគ្រប់គ្រងសុំជំនួយពីមិត្តភ័ក្តិឬគ្រួសារដើម្បីរក្សាវិន័យរបៀបរស់នៅនិងសុខភាពរបៀបរស់នៅដ៏មានប្រសិទ្ធភាពមានឥទ្ធិពលវិជ្ជមានលើសុខភាពការសិក្សាពរ WHO បានបង្ហាញថាមនុស្សដែលមានរបៀបរស់នៅល្អមានហានិភ័យទាបជាង 20% នៃការធ្លាក់ខ្លួនឈឺផ្លូវចិត្តឧទាហរណ៍កញ្ញាច័ន្ទនីបានរៀបចំពេលវេលាហាត់ប្រាណ30នាទីរៀងរាល់ថ្ងៃដែលជួយឲ្យនាងមានថាមពលនិងផ្ទៃប្រៃស្រដៀងរបៀបរស់នៅនិងទំនាក់ទំនងការរៀបចំរបៀបរស់នៅឲ្យបានល្អជួយឲ្យមានពេលវេលាទំនាក់ទំនងជាមួយគ្រួសារនិងមិត្តភ័ក្តិកញ្ញាស្រីនាងបានចែកពេលវេលាជួបគ្រួសារដែលធ្វើឲ្យនាងមានទំនាក់ទំនងល្អនិងសុខភាពផ្លូវចិត្តល្អឡើងការដោះស្រាយឧបសគ្គ
នៅពេលមានឧបសគ្គដូចជាការងារច្រើនឬការរំខានយើងអាចផ្លាស់ប្តូររកផែនការដោយបន្ថយការងារតូចៗឬសុំជំនួយ ឧទាហរណ៍លោករតនៈបានផ្លាស់ប្តូររកពេលវេលានេះដើម្បីជៀសវាងការរំខាន ផលវិបាករៀងរាល់ថ្ងៃ របៀបរស់នៅដ៏មានប្រសិទ្ធភាពនាំឲ្យមានជីវិតដ៏សុខសាន្ត ការសិក្សាពរ American Psychological Association. បានបង្ហាញថាមនុស្សដែលមានរបៀបល្អមានការពេញចិត្តក្នុងជីវិតខ្ពស់ជាង 25% មធ្យោបាយវប្បធម៌ នៅក្នុងវប្បធម៌ខ្មែររបៀបរស់នៅញញឹមផ្អែកលើសហគមន៍និងគ្រួសារខណៈដែលវប្បធម៌ខាងលិចថតតលើផ្ទាល់ខ្លួន ការផ្សារភ្ជាប់ទាំងពីរអាចជួយបង្កើតរបៀបដ៏ល្អ ការអនុវត្តជាក់ស្តែង ផែនការថ្ងៃរៀបចំ10នាទីរាល់យប់ ហាត់ប្រាណចាប់ផតើមក15នាទីរាល់ព្រឹក វាយតម្លៃពិនិត្យផែនការរាល់សប្តាហ៍ សេចក្តីសន្និដ្ឋាន បង្កើតរបៀបរស់នៅដ៏មានប្រសិទ្ធភាពគឺជាជំហានឆ្ពោះទៅរកជោគជ័យ ដោយអនុវត្តវិធីសាស្ត្រទាំងនេះអ្នកអាចផ្លាស់ប្តូររកជីវិតឲ្យកាន់តែល្អឡើង សូមអរគុណនិងជួបគ្នាវិញ ជម្រាបលា